តាទី1គេនិយាយអំពីតើខ្ញុំជានរណានៅក្នុងបរិបទសង្គមមនុស្សភាគច្រើនមិនសូវចូលចិត្តចោទសួរខ្លួនឯងនៅសំណួរតើខ្ញុំជានរណានោះទេតើហេតុអ្វីការចេះដាក់ចម្ងល់សួរខ្លួនឯងបែបនេះមានសារៈសំខាន់ការសួរខ្លួនឯងតើខ្ញុំជានរណាគឺជាសំណួរដែលមានសក្តានុពលខ្លាំងបំផុតនិងអាចជាសំណួរមួយដែលអាចពន្យាអារម្មណ៍ស្មារតីដើម្បីបោះជំហានចាប់ផ្ដើមស្វែងរកខ្លួនឯងនិងស្គាល់ខ្លួនឯងថាតើខ្ញុំមកពីណាតើខ្ញុំកំពុងធ្វើអ្វីតើខ្ញុំត្រូវទៅណាទៀតការចេះឆ្ងល់និងការចេះដាក់សំណួរចោទសួរតែងតែមានភាពសំខាន់ជាងចម្លើយពីព្រោះបើមិនចេះសួរក៏នឹងគ្មានចម្លើយឬអាចនិយាយម្យ៉ាងទៀតថាបើគ្មានសំណួរក៏នឹងគ្មានចម្លើយដែរមនុស្សដែលមិនចេះឆ្ងល់ឬមនុស្សមិនចេះសួរគឺនឹងគ្មានបានលទ្ធផលអ្វីក្នុងជីវិតឡើយមនុស្សម្នាក់ដែលបានរស់នៅក្នុងផែនដីតែគ្មានសមិទ្ធផលក្នុងជីវិតគឺដោយសារតែគេព្យាយាមរស់នៅក្រោមឆន្ទៈមនុស្សដទៃការរស់នៅក្រោមឆន្ទៈអ្នកដទៃគឺដោយសារតែគេពុំទាន់ស្គាល់ខ្លួនឯងមនុស្សពុំស្គាល់ខ្លួនឯងទើបពុំឲ្យតម្លៃខ្លួនឯងឬក៏ពុំស្គាល់ច្បាស់ពីភាពសំខាន់របស់ខ្លួនក្នុងលក្ខខណ្ឌនិងកលៈទេសៈខ្លះការរស់នៅក្រោមឆន្ទៈអ្នកដទៃវាគឺជាស្ថានភាពបណ្ដោះអាសន្នតើអ្នកទាំងអស់គ្នាគឺជាមនុស្សដែលរស់នៅក្រោមឆន្ទៈអ្នកដទៃដែរឬទេមនុស្សដែលរស់នៅក្រោមឆន្ទៈអ្នកដទៃគឺសំដៅទៅដល់មនុស្សណាម្នាក់ដែលមិនស្គាល់ខ្លួនឯងដើរតាមមាគ៌ាអ្នកដទៃទាំងងឹតងងុលឥតបានពិចារណាឬឥតបានប្រើប្រាស់សក្តានុពលក្នុងខ្លួនឲ្យអស់ពីខ្លួនការមិនស្គាល់ខ្លួនឯងតែម្យ៉ាងតែងបណ្ដាលឲ្យមនុស្សបរាជ័យលើគ្រប់យ៉ាងអ្នកអាចយល់ថាមាគ៌ាអ្នកដទៃល្អតែតាមការពិតការស្គាល់ខ្លួនឯងគង់នឹងមានផ្លូវដើរល្អជាងអ្នកដទៃអ្នកអាចអានសៀវភៅដែលសរសេរដោយអ្នកដទៃតែការចេះគិតត្រិះរិះពិចារណាឲ្យបានស៊ីជម្រៅគង់នឹងនាំផ្លូវអ្នកឲ្យយកស្ថានភាពខ្លួនឯងជាគោលការណ៍ការយល់បែបនេះគឺការប្រព្រឹត្តនៅមាគ៌ាខ្លួនឯងនេះនឹងនាំឲ្យអាចប្រើប្រាស់សក្តានុពលខ្លួនឯងយ៉ាងពេញទំហឹងតើហេតុអ្វីអ្នកមិនប្រើកលការខ្លួនឯងហេតុអ្វីអ្នកមិនដាស់រយៈក្នុងខ្លួនយើងឲ្យភ្ញាក់ឡើងអ្នកគឺជាចំណែកនៃការផ្លាស់ប្ដូរហើយអ្នកគួរតែចាប់ផ្ដើមផ្លាស់ប្ដូរពីការមិនស្គាល់ខ្លួនឯងទៅជាស្គាល់ខ្លួនឯងផ្លាស់ប្ដូរពីការស្គាល់ខ្លួនឯងពីកម្រិតទាបទៅជាការស្គាល់ខ្លួនឯងក្នុងកម្រិតមធ្យមហើយពីការស្គាល់ខ្លួនឯងក្នុងកម្រិតមធ្យមទៅជាការស្គាល់ខ្លួនឯងដល់ថ្នាក់ស៊ីជម្រៅនៅពេលដែលអ្នកបានស្គាល់ខ្លួនឯងដល់ថ្នាក់ស៊ីជម្រៅហើយនោះជីវិតរបស់អ្នកនឹងដើរទៅមុខប្រកបដោយភាពវិជ្ជមានជានិច្ចនៅពេលដែលដំណើរទៅមុខប្រកបដោយភាពវិជ្ជមាននោះលទ្ធផលជីវិតក៏គង់នឹងវិជ្ជមានដូចគ្នាលទ្ធផលជីវិតវិជ្ជមានគឺជាសញ្ញាបង្ហាញថាអ្នកមានភាពជាអ្នកដឹកនាំក្នុងខ្លួនមនុស្សដែលមានភាពជាអ្នកដឹកនាំក្នុងខ្លួនតែងតែជាអ្នកបង្កើតឲ្យមានការផ្លាស់ប្ដូរវិជ្ជមានក្នុងសហគមន៍សង្គមប្រទេសដែលខ្លួនកំពុងរស់នៅអ្នកណាក៏ដោយកើតមកសុទ្ធតែអាចក្លាយទៅជាមេដឹកនាំបើសិនជាមានជំនាញភាពជាអ្នកដឹកនាំបើមិនផ្លាស់ប្ដូរពេលនេះតើចាំដល់ពេលណាបើអ្នកឯងមិនផ្លាស់ប្ដូរតើឲ្យអ្នកណាមកផ្លាស់ប្ដូរជំនួសអ្នកការគិតថាខ្លួនឯងគ្មានសមត្ថភាពគឺគ្រាន់តែជាការគិតរបស់មនុស្សដោយខ្លួនឯងប៉ុណ្ណោះតែការពិតមិនមែនជាធម្មជាតិទេមនុស្សកើតពីធម្មជាតិគ្រប់គ្នាទាំងអស់កើតមកលើផែនដីនេះគឺសុទ្ធតែមានសក្តានុពលដ៏អស្ចារ្យជាប់មកជាមួយផងដែរបញ្ញាសិប្បនិម្មិតអាចមានដែនកំណត់តែសមត្ថភាពខួរក្បាលពិតប្រាកដពីធម្មជាតិរបស់មនុស្សគ្មានដែនកំណត់ឡើយគ្រប់គ្នាយល់ថា
website Google ឆ្លាតអស្ចារ្យណាស់តែ website Google មិនអាចរកចម្លើយឲ្យអ្នកបានទេប្រសិនបើអ្នកមិនព្រមសួរឬក៏មិនចេះប្រើប្រាស់ពាក្យគន្លឹះក្នុងការសួរនៅពេលដែលអ្នកចាប់ផ្ដើមសួរអ្នកក៏មិនប្រកាសថាអាចទទួលបានចម្លើយត្រឹមត្រូវដែរប្រសិនបើអ្នកមិនចេះសួរសំណួរដែលត្រឹមត្រូវការមិនចេះចោទសួរគឺជារឿងអាក្រក់បំផុតនៅក្នុងជីវិតបើបានចេះសួររួចហើយតែសំណួររបស់អ្នកទាំងអស់គ្នាមិនត្រឹមត្រូវក៏មិនមានន័យថារកឃើញចម្លើយល្អនោះដែរមនុស្សដែលមានភាពជាអ្នកដឹកនាំមនុស្សដែលចង់ដឹងចង់ស្គាល់ខ្លួនឯងពិតប្រាកដគឺមិនត្រឹមតែចេះសួរសំណួរនោះទេថែមទាំងដឹងពីរបៀបសួរសំណួរសួរត្រូវពេលវេលានិងសួរត្រូវកលៈទេសៈថែមទៀតផងបើចេះមានសំណួរច្បាស់លាស់នោះចម្លើយក៏នឹងមានភាពច្បាស់លាស់ទៅតាមសំណួរនោះផងដែរការមិនចេះសួរមិនចេះឆ្ងល់មិនដឹងពីរបៀបសួរនោះក៏នឹងគ្មានចម្លើយពិតប្រាកដដែរព្រះពុទ្ធទ្រង់ត្រាស់ដឹងដោយសារតែចេះឆ្ងល់ឬត្រាស់ដឹងដោយសារតែពាក្យថាវាយគឺឆ្ងល់ថាហេតុអ្វីមានមនុស្សកើតហេតុអ្វីបានជាមនុស្សចាស់ហេតុអ្វីបានជាមនុស្សឈឺហេតុអ្វីបានជាមនុស្សស្លាប់គឺដោយសារតែហេតុអ្វីពាក្យថាហេតុអ្វីនេះហើយទើបនាំឲ្យព្រះពុទ្ធចាប់ផ្ដើមរកចម្លើយនិងរកផ្លូវដើម្បីត្រាស់ដឹងឃើញនិងបានសម្រេចដោយបំណងតើហេតុអ្វីអ៊ីសាក់ញូតុនអាចរកឃើញច្បាប់ទំនាញផែនដីចម្លើយគឺដោយសារតែហេតុអ្វីបានជាផ្លែប៉ោមធ្លាក់មកក្រោមដូច្នេះមានន័យថារបបគំហើញទាំងអស់នៅលើលោកនេះកើតចេញពីអំណាចនៃការសួរទាំងអស់តើអ្នកទាំងអស់គ្នាស្គាល់ពាក្យថាអនុសម្បញ្ញៈដែរឬទេអនុសម្បញ្ញៈក៏អាចឆ្លើយគ្រប់សំណួររបស់អ្នកបានដែរដោយមិនថាសំណួរបែបណានោះទេប៉ុន្តែសំខាន់គឺអ្នកត្រូវហ៊ានសួរសិនសៀវភៅនេះមានតែសំណួរទេហើយកុំសង្ឃឹមថាអ្នកអានសៀវភៅនេះដើម្បីរកចម្លើយអំពីថាតើខ្លួនឯងជានរណាព្រោះថាខ្ញុំឬសៀវភៅនេះពុំអាចផ្ដល់ចម្លើយបានត្រឹមត្រូវជូនអ្នកទាំងអស់គ្នានោះទេប៉ុន្តែបើចង់បានចម្លើយចូលដាក់សំណួរចោទសួរខ្លួនឯងថាមនុស្សដែលមិនចេះឆ្ងល់តែងតែឆាប់ជឿមនុស្សដែលឆាប់ជឿតែងតែឆាប់បាក់ស្បាតលើជំនឿរបស់ខ្លួនមនុស្សដែលបាក់ស្បាតលើជំនឿរបស់ខ្លួនតែងរស់នៅដោយភាពវង្វេងគ្មានគោលការណ៍ជីវិតនិងមិនដឹងថាខ្លួនមកពីណាខ្លួនជានរណានិងរស់នៅដើម្បីអ្វីសារទី2និយាយអំពីវិធីខ្លះៗដើម្បីស្គាល់ខ្លួនឯងនៅពេលដែលអ្នកទាំងអស់គ្នាមិនចេះចោទសួរនោះចម្លើយក៏នឹងគ្មានឡើយពេលអ្នកចេះចោទសួរតែមិនដឹងពីរបៀបសួរត្រឹមត្រូវនោះចម្លើយក៏នឹងមិនអាចយកជាការបានដែរចម្លើយដែលអាចយកជាការបានលុះត្រាតែអ្នកចោទសួរដោយត្រឹមត្រូវនិងតាមរបៀបរបបបែបផែនត្រឹមត្រូវដូច្នេះដើម្បីបានចម្លើយត្រឹមត្រូវតើអ្នកត្រូវទៅសួរអ្នកណាត្រូវសួរតាមរបៀបណាចម្លើយកើតចេញពីសំណួរបង្កើតការចង់ដឹងចម្លើយវិធីនៃការពិសោធន៍ជាក់ស្ដែងនឹងនាំឲ្យអ្នកស្គាល់ខ្លួនឯងបានតើអ្នកត្រូវពិសោធន៍ខ្លួនឯងបើដោយរបៀបណាទើបដឹងថាខ្លួនឯងជានរណាពិតប្រាកដបញ្ហាគឺជាឫសគល់បង្កើតបញ្ញាហើយឧបសគ្គគឺជាកត្តាបង្កើតភាពស្ទាត់ជំនាញកាលបើអ្នកបានជួបនឹងឧបសគ្គមួយគឺជាឱកាសមួយអាចឲ្យអ្នកដឹងថាតើអ្នកជាមួយនឹងឧបសគ្គមួយណាធំជាងឬនរណាអស្ចារ្យជាងតើមួយជីវិតអ្នកធ្លាប់បានជួបនឹងឧបសគ្គដែរឬទេក្នុងកលៈទេសៈនៃការប្រឈមមុខជាមួយនឹងឧបសគ្គតើអ្នកបានរៀនសូត្រអ្វីខ្លះពីឧបសគ្គតើកម្រិតនៃការដោះស្រាយបញ្ហារបស់អ្នកមានលក្ខណៈសាមញ្ញធម្មតាឬខ្សោយ
ឬខ្លាំងឬអស្ចារ្យធម្មតាខ្សោយខ្លាំងឬអស្ចារ្យគឺអាស្រ័យទៅលើអ្នកបើអ្នកដោះស្រាយប្រសិនបើអ្នកទាំងគ្នាអាចដោះស្រាយបញ្ហាធម្មតាបាននោះបញ្ជាក់ថាអ្នកទាំងគ្នាគឺជាមនុស្សធម្មតាតែបើអ្នកទាំងគ្នាអាចដោះស្រាយបញ្ហាធំបាននោះបញ្ជាក់ថាអ្នកគឺជាមនុស្សអស្ចារ្យប៉ុន្តែបើអ្នកដោះស្រាយបញ្ហាមិនបានទេឬអ្នកបានចោទចាញ់ចំពោះឧបសគ្គនោះសបញ្ជាក់ឲ្យឃើញថាអ្នកគឺជាមនុស្សទន់ខ្សោយឥតបានការក្នុងជីវិតរបស់អ្នកតើអ្នកបានទទួលជ័យជំនះប្រមាណដងលើបញ្ហានិងចោទចាញ់ទៅលើបញ្ហាចំនួនប្រមាណដងតែអ្នកជាមនុស្សប្រភេទណាអ្នកទាំងគ្នាហើយនៅខាងក្រោមនេះគេនឹងបង្ហាញអំពីមនុស្សប្រភេទទាំង3ចំពោះមនុស្សប្រភេទទី1វិញគឺជាមនុស្សដែលនៅពេលដែលជួបបញ្ហាគឺពុំហ៊ានប្រឈមមុខតែសុខចិត្តរត់គេចពីឧបសគ្គមនុស្សប្រភេទនេះឥតបានដឹងថាក្នុងបញ្ហាខ្លះតែងតែមានឱកាសនោះទេផ្ទុយពីភាពមិនព្យាយាមដោះស្រាយបញ្ហាមនុស្សបែបនេះបែរជាសដោះសារដាក់បន្ទុកនិងបន្ទោសទៅលើរឿងគ្រប់យ៉ាងដែលនៅជុំវិញខ្លួនគេបន្ទោសមេឃបន្ទោសដីបន្ទោសនេះបន្ទោសនោះគឺមានន័យថាខ្លួនគេពុំមែនជាអ្នកខុសឡើយមនុស្សបែបនេះគង់តែមិនអាចស្គាល់ខ្លួនឯងច្បាស់បានឡើយមិនត្រឹមតែប៉ុណ្ណោះបញ្ហាដដែលឬកំហុសដដែលនឹងកើតឡើងកាន់តែធ្ងន់ធ្ងរទៅថែមទៀតចំពោះជីវិតរបស់គេនៅពេលក្រោយទៀតគេនឹងបាត់បង់ឱកាសដើម្បីកែគ្រោះឲ្យទៅជាលៀបប្រភេទមនុស្សទី2ពេលជួបបញ្ហាគឺតែងតែព្យាយាមប្រឹងប្រែងដោះស្រាយបញ្ហាតាមដែលអាចធ្វើទៅបានប៉ុន្តែវិធីសាស្ត្រនៃការដោះស្រាយបញ្ហារបស់គេគឺប្រើរបៀបដដែលបែបទម្លាប់ការដោះស្រាយបញ្ហាថ្មីមួយដោយប្រើវិធីដដែលគឺពុំអាចផ្ដល់លទ្ធផលល្អបានទេធ្វើរឿងដដែលតែបែរជារំពឹងចង់បានលទ្ធផលថ្មីធ្វើរឿងគ្មានបានប្រយោជន៍តែបែរជាចង់បានផលប្រយោជន៍ធ្វើរឿងគ្មានបានការតែបែរជាចង់បានផ្លែផ្កាទង្វើបែបនេះគឺមិនអាចទៅរួចឡើយចំណែកឯប្រភេទមនុស្សទី3គឺជាមនុស្សដែលនៅពេលដែលពួកគេជួបបញ្ហាគឺហ៊ានទទួលស្គាល់បញ្ហាដែលបានកើតឡើងចំពោះមុខក្រោយពីការទទួលស្គាល់បញ្ហាគេបានចាប់ផ្ដើមសិក្សាស្វែងរកប្រភពនៃបញ្ហាការដែលចេះព្យាយាមស្វែងរកប្រភពនៃបញ្ហាគឺស្មើនឹងមានចិត្តចង់ដោះស្រាយបញ្ហាហើយឲ្យតែមានឆន្ទៈចង់ដោះស្រាយបញ្ហាគឺគង់តែអាចរកវិធីដោះស្រាយបញ្ហាបានដោយជោគជ័យជាពុំខានបញ្ហានេះតែមួយតែវិធីដោះស្រាយមានច្រើនដោះស្រាយដោយប្រើវិធីទី1មិនជោគជ័យគេនឹងរកវិធីទី2វិធីទី2មិនទទួលបានជោគជ័យគេនឹងស្វែងរកវិធីទី3ប្រសិនបើវិធីទី3មិនជោគជ័យគេនឹងស្វែងរកវិធីទី4រហូតដល់តែគេអាចយកឈ្នះទៅលើបញ្ហាបានតើអ្នកទាំងគ្នាគឺជាមនុស្សប្រភេទទីប៉ុន្មានជាមនុស្សប្រភេទទី1ប្រភេទទី2ឬក៏ជាមនុស្សប្រភេទទី3អ្នកអាចឆ្ងល់ថាតើខ្ញុំជានរណាឲ្យពិតប្រាកដក្នុងស្ថានភាពបែបនេះមិនសំខាន់ថាអ្នកជានរណាទេតែអ្វីដែលសំខាន់គឺថាអ្នកស្គាល់ខ្លួនឯងដែរឬទេមនុស្សដែលស្គាល់ខ្លួនឯងគឺជាមនុស្សដែលចេះទទួលស្គាល់សមត្ថភាពខ្លួនឯងការព្រមទទួលស្គាល់ខ្លួនឯងគឺជាមាគ៌ានាំឲ្យយើងអភិវឌ្ឍសមត្ថភាពខ្លួនបន្តទៅមុខទៀតដឹងខ្លួនល្ងងគង់ចេះបានដឹងខ្លួនចេះដើម្បីនឹងប្រឹងទប់នៅអំនួតដែលនឹងអាចកើតមានអ្វីត្បិតតែការដែលមនុស្សម្នាក់អាចស្គាល់ខ្លួនឯងបានវាមិនមែនជារឿងងាយស្រួលក៏ប៉ុន្មានតែវាក៏មិនមែនជារឿងដែលមនុស្សធ្វើមិនបាននោះទេបើអ្នកមិនអាចហោះត្រូវរត់បើអ្នកមិនអាចរត់ត្រូវដើរបើអ្នកមិនអាចដើរត្រូវលូនបើអ្នកមិនអាចលូនត្រូវរំកិលគឺដាច់ខាតត្រូវធ្វើយ៉ាងណាឲ្យតែទៅមុខនិងរំកិលទៅរកគោលដៅជានិច្ចវិធីមួយទៀតដែលអាចឲ្យអ្នកស្គាល់ខ្លួនឯងបានគឺតាមរយៈសតិសម្បជញ្ញៈឬការដឹងខ្លួន
ការសង្កេតមើលខ្លួនឯង ប្រសិនបើអ្នកបាននិយាយខុស ឬនិយាយត្រូវត្រឹមតែដឹង រួចគិតពិចារណាលើខ្លួនឯង តែបើអ្នកបានបង្ហាញអាកប្បកិរិយាឆ្គាំឆ្គង ឬសមរម្យ គឺត្រឹមតែដឹង រួចគិតពិចារណាលើខ្លួនឯង ការសង្កេតដឹងដោយចិត្តឧបេក្ខាតែងប្រសើរជាងដឹងដោយចិត្តរំជើបរំជួលញាប់ញ័រ នៅពេលដែលយើងជោគជ័យ យើងពិតជាមិនស្គាល់ខ្លួនឯងច្បាស់ទេ តែពេលដែលយើងបរាជ័យវិញ ទើបយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ ជោគជ័យជារឿងល្អ តែការចេះទប់ឲ្យខ្លួនឯងកុំមានអំនួតដាច់ពីអ្នកដទៃ គឺជារឿងដ៏ល្អប្រសើរជាង បរាជ័យជារឿងអាក្រក់ តែវានឹងក្លាយទៅជារឿងល្អ នៅពេលដែលយើងចេះវះកាត់ខ្លួនឯង ការវះកាត់ខ្លួនឯង គឺមានន័យថាសិក្សាពីភាពបរាជ័យ រៀនពីចំណុចខ្លាំង ចំណុចខ្សោយ និងចេះប្រុងប្រយ័ត្នមិនធ្វេសប្រហែសចំពោះកិច្ចការងារដែលខ្លួនបានធ្វើ។